អាចកំបាំងនៃការផលិតបន្ទះឈីបពីក្របខ្សាច់ទៅជាខួរក្បាលបច្ចេកវិទ្យាតើអ្នកដឹងទេថាបន្ទះឈីបតូចៗដែលកំពុងបញ្ជាទូរស័ព្ទនិងកុំព្យូទ័ររបស់យើងរាល់ថ្ងៃនេះមានប្រភពដើមមកពីណាចម្លើយគឺខ្សាច់ដំណើរការផលិតបន្ទះឈីបគឺជាអច្ឆរិយៈមួយនៃបច្ចេកវិទ្យាទំនើបដែលឆ្លងកាត់ដំណាក់កាលសំខាន់ៗដូចជាការចម្រាញ់សារធាតុស៊ីលីកូនគេយកខ្សាច់ទៅរំលាយក្នុងកម្ដៅដ៏ខ្ពស់ដើម្បីចម្រាញ់យកសារធាតុស៊ីលីកូនសុទ្ធ 100% រួចកាត់វាជាបន្ទះស្ដើងៗរលោងដូចកញ្ចក់ការបោះពុម្ពសៀកខ្វីដោយពន្លឺ photolithography នេះជាវគ្គដ៏អស្ចារ្យបំផុតគេប្រើប្រាស់ពន្លឺ laser ប្រភេទពិសេសដើម្បីគូររចនាសម្ព័ន្ធសៀកខ្វីខ្នាតតូចបំផុតកម្រិត nanomet ទៅលើបន្ទះឈីបនៅលើបន្ទះតូចមួយអាចមានត្រង់ស៊ីស្ទ័ររាប់ពាន់លានគ្រាប់ការកាត់និងវេចខ្ចប់បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្តយ៉ាងហ្មត់ចត់បន្ទះ wafer ធំត្រូវបានគេកាត់ជាបំណែកឈីបតូចៗរួចយកទៅស្រោបការពារនិងភ្ជាប់ជើងទម្រដើម្បីអាចយកទៅដំឡើងលើឧបករណ៍អេឡិចត្រូនិកបានព័ត៌មានគួរឲ្យដឹងរោងចក្រផលិតឈីប Fab ត្រូវការបរិស្ថានស្អាតជាងបន្ទប់វះកាត់របស់មន្ទីរពេទ្យរហូតដល់ទៅ10 សួនដងព្រោះសូម្បីតែធូលីមួយគ្រាប់តូចក៏អាចបំផ្លាញឈីបទាំងមូលបានដែរសរុបមកបន្ទះឈីបមិនត្រឹមតែជាគ្រឿងបន្លាស់នោះទេប៉ុន្តែវាគឺជាលទ្ធផលនៃវិទ្យាសាស្ត្រដ៏កំពូលដែលកំពុងបើកបរពិភពលោកឆ្ពោះទៅរកយុគសម័យ AI និងបច្ចេកវិទ្យាអនាគត